ភាពជាម្ដាយមិនមែនម្ដាយទេណាគឺវាលក្ខណៈសម្គាល់ថាជាម្ដាយនឹងយ៉ាងម៉េចដូចអ្នកខ្លះគាត់អត់ទាន់មានកូនទេប៉ុន្តែគាត់មានលក្ខណៈសភាពជាម្ដាយនឹងតែម្ដងគឺចេះមើលថែចេះយកចិត្តទុកដាក់អីចឹងទៅអាហ្នឹងហើយគេហៅថា motherhood ភាពជាម្ដាយមិនមែនជាម្ដាយទេជួនកាលអ្នកខ្លះជាម្ដាយប៉ុន្តែអត់មានភាពជាម្ដាយអញ្ចឹងណាអូខេអញ្ចឹង abstract noun មានន័យថានាមអរូបីអ្វីទៅគឺជានាមអរូបីតោះបងប្អូនមើលទាំងអស់គ្នា abstract nouns នាមអរូបី definition An abstract noun is a word that refers to an action, state, or quality that cannot be seen or touched. នាមអរូបីគឺជាពាក្យមួយដែលសំដៅទៅលើសកម្មភាពសភាពឬក៏លក្ខណៈដែលគេមិនអាចមើលឃើញឬក៏គេប៉ះបានអញ្ចឹងបើយើងប៉ះវាមិនបានឬក៏មើលវាអត់ឃើញអានោះហើយគឺជានាមអរូបីហើយបងប្អូនតែចាំថាវាមានឫសគល់របស់វាចេញមកពីអីចេញមកពីកិរិយាសព្ទចេញមកពីគុណនាមចេញមកពីនាមដឹងពីប្រភពរបស់វាដែលវាចេញមកអញ្ចឹងបានយើងស្គាល់ថាអូអានឹងគឺជា abstract noun ហើយដូចជាពាក្យ movement ចលនាអញ្ចឹងវាចេញពីពាក្យ move ពីកិរិយាសព្ទអញ្ចឹងអានឹងសំដៅទៅលើ action ឃើញទេlife ជីវិតអញ្ចឹងអានឹងវាចេញមកពីអីដែរចេញមកពី live រស់នៅអញ្ចឹងទៅនាមគឺ life struggle ចេញមកពី action ហ្នឹងគឺ struggle កិរិយាសព្ទឬក៏បកថាខំប្រឹង struggle តស៊ូខំប្រឹងដល់ពេលទៅនាមការតស៊ូការខំប្រឹង development វាចេញមកពីកិរិយាសព្ទ develop អភិវឌ្ឍដល់ពេល development ការអភិវឌ្ឍជាអាហ្នឹងហើយគឺជានាមអរូបីវាមានខ្សែបណ្ដាញរបស់វាមកណាបើយើងស្គាល់ឫសរបស់វាចេញមកពីអីអានោះយើងស្គាល់ abstract noun ដល់ងាយគឺវាចេញមកតែ3ហ្នឹងទេដូចខ្ញុំនិយាយពីខាងដើមនាមគុណនាមនិងកិរិយាសព្ទ freedom អញ្ចឹងវាចេញមកពាក្យ free អញ្ចឹងគេថែម dom freedom សេរីភាព love វាចេញមកពីអីកិរិយាសព្ទ love ហ្នឹងស្រឡាញ់ដល់ពេលទៅនាមក្តីស្រឡាញ់ឬក៏ស្នេហា wisdom ប្រាជ្ញាឬក៏បញ្ញាវាចេញមកពីពាក្យ wise ដែលមានប្រាជ្ញា beauty សម្រស់អញ្ចឹងវាតាក់ទងនឹងពាក្យ beautiful ឃើញទេទៅតម្រង់គុណនាម beautiful តម្រង់នាម beauty សម្រស់ចាហ្នឹងវាបង្ហាញពីគេ quality លក្ខណៈអូខេ friendship មិត្តភាពអញ្ចឹងមកពាក្យ friend ថែមពាក្យ ship ដូចជា relationship ឃើញទេទំនាក់ទំនងចាហ្នឹងវាបង្ហាញពីអីគេបង្ហាញពី state ជុំមើលមិនទៅបានដឹង state ជាទូទៅដែលបកភាសាខ្មែរមកចេញភាពដូចជាសេរីភាពមិត្តភាពហើយគេបំពាក់ទៅលើនាមភាគច្រើនណាឬក៏គុណនាមអានោះគឺបង្ហាញពី state motherhood ភាពជាម្ដាយនេះឃើញទេអាហ្នឹង state ទៀតភាពជាម្ដាយមិនមែនម្ដាយទេណាគឺវាលក្ខណៈសម្គាល់ថាជាម្ដាយនឹងយ៉ាងម៉េចដូចអ្នកខ្លះគាត់អត់ទាន់មានកូនទេប៉ុន្តែគាត់មានលក្ខណៈសភាពជាម្ដាយនឹងតែម្ដងគឺចេះមើលថែចេះយកចិត្តទុកដាក់អីចឹងទៅអាហ្នឹងហើយគេហៅថា motherhood ភាពជាម្ដាយមិនមែនជាម្ដាយទេជួនកាលអ្នកខ្លះជាម្ដាយប៉ុន្តែអត់មានភាពជាម្ដាយអញ្ចឹងណាអូខេអញ្ចឹង abstract noun មានន័យថានាមអរូបីសំដៅទៅលើសកម្មភាពសភាពឬក៏លក្ខណៈដែលគេមិនអាចមើលឃើញឬក៏ប៉ះបានហើយវាចេញមកពី3ប្រភពចេញពីនាមគុណនាមហើយនិងកិរិយាអញ្ចឹងយើងនឹងសិក្សាចេញពីនាមយ៉ាងម៉េចចេញពីកិរិយាសព្ទនឹងយ៉ាងម៉េចអាហ្នឹងវាទាមទារយើងចងចាំឧទាហរណ៍ដូចជាពាក្យថា discuss ពិភាក្សាទៅជាទម្រង់នាមគឺ discussion ការពិភាក្សាអានោះខ្លាយទៅជា abstract noun បាត់ឬរបស់វាចេញពីកិរិយាសព្ទ discuss អូខេចឹងវីដេអូហ្នឹងមានប៉ុណ្ណឹងជួបគ្នានៅវីដេអូក្រោយ